ការធ្វើការងារមិនច្បុកច្បល់មួយសម្រាប់បុគ្គលម្នាក់ឬក៏អាចនិយាយបានថាការមានវិន័យនៅក្នុងការងារគឺជាក្បាលម៉ាស៊ីនមួយក្នុងការដឹកនាំខ្លួនឯងបន្ទាប់ពីដឹកនាំខ្លួនឯងហើយឈានដល់ដឹកនាំសង្គមដឹកនាំគ្រួសារដឹកនាំជាតិអញ្ចឹងដើម្បីឲ្យមានវិន័យសម័យខ្លួនឯងហ្នឹងត្រូវគិតថាយើងគួរតែបង្កើតនៅសមិទ្ធភាពអីដែលថ្មីឬក៏បង្កើតនៅផលិតភាពឬក៏ប្រសិទ្ធភាពការងារឲ្យស្របទៅតាមសេចក្តីប្រាថ្នានិងសេចក្តីចង់បានរបស់ខ្លួនស្របតាមអត្ថង្គិកមទាំង8កន្លែងមួយហ្នឹងគឺនិយាយអំពីសមាវិជ្ជាមូលគឺសេចក្តីព្យាយាមហើយនឹងមួយចំណុចទៀតនិយាយអំពីសមាសមាធិធ្វើឲ្យចិត្តស្ងប់ហើយនឹងសមាទិដ្ឋិគឺសេចក្តីយល់ត្រូវពេលណាដែលសេចក្តីយល់ត្រូវយើងគិតថាប្រឹងប្រែងធ្វើការងារផលិតការងារហ្នឹងឲ្យមានប្រសិទ្ធភាពការងារពេលណាដែលមានប្រសិទ្ធភាពការងារយើងត្រូវមានទំនុកចិត្តពេលដែលមានទំនុកចិត្តការងាររបស់យើងវាឡើង credit នៅពេលដែលឡើង credit កិត្តិយសសេចក្តីថ្លៃថ្នូរមនុស្សទាំងឡាយគេស្រឡាញ់គេរាប់អានយើងនៅពេលដែលយើង credit របស់យើងទាបជួនអីវិន័យយើងទាបសមត្ថភាពយើងទាបការងារយើងធ្វើរៀងច្បុកច្បល់វិន័យយើងខ្សោយគេមិនសូវរាប់អានយើងទេប៉ុន្តែបើផលិតភាពការងារប្រសិទ្ធភាពការងារល្អមានទំនុកចិត្តមានកេរ្តិ៍ឈ្មោះហើយចេះគ្រប់គ្រងពេលវេលាហើយធ្វើឲ្យជីវិតមានតុល្យភាពនេះហើយជាស្ដីថ្លៃថ្នូរនិងជាវិន័យរបស់ខ្លួនបាទចឹងធ្វើយ៉ាងណាឲ្យយុវវ័យក៏ដូចជាសាធារណជនអាចយកទៅធ្វើការពិចារណាអំពីការធ្វើការងារអំពីការធ្វើការងារហើយនឹងផលិតភាពការងារហើយធ្វើការងារឲ្យមានទំនុកចិត្តហើយនឹងកសាងកេរ្តិ៍ឈ្មោះហើយនឹងគ្រប់គ្រងពេលវេលាហើយនឹងបង្កើតឲ្យមានតុល្យភាពជីវិតបាទសូមអរគុណ